ជំរាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំវីដេអូថ្មីទៀតហើយបាទវីដេអូនេះដែរគឺខ្ញុំមកអាប់ដេតតាក់ទងជាមួយនឹងអាសង2026ដែលចិត្តនឹងបង្ហាញខ្លួននៅពេលខាងមុខនេះបងប្អូនហើយមុននឹងចូលដល់ព័ត៌មានអាប់ដេតថ្មីខ្ញុំសូមឲ្យបងប្អូនជួយចុច like ចុច share ឬក៏ subscribe ខ្ញុំមួយបងដើម្បីទទួលបានព័ត៌មានថ្មីបន្តទៀតពី channel ខ្ញុំចឹងបងប្អូនហើយរូបភាពខាងលើនេះគ្រាន់តែជា thumbnail ដែលខ្ញុំដាក់បង្ហាញបងប្អូនទេមិនមែនជាអាសង2026ទេបាទនេះគ្រាន់តែជារូបភាពដែលបងគាត់ concept ទេឬក៏ design បងប្អូនចំណែកឯអាសង2026របស់យើងគឺមិនទាន់បង្ហាញខ្លួនជាផ្លូវការនៅឡើយទេបងប្អូនប្រហែលជាខ្ទង់ពាក់កណ្ដាលខែ9នេះហ្នឹងបងប្អូនប្រហែលជាប្រជុំនេះហ្នឹងប្រហែលពេលហ្នឹងអាចលោតដល់ចន្លោះពីខែ10ឬក៏ខែ11បងប្អូនតាមក្រុមហ៊ុនគាត់ចេញមកអញ្ចឹងគឺយើងមានតែរងចាំមើលទាំងអស់គ្នាបងប្អូនថាតើក្រុមហ៊ុនឆ្នាំនេះគាត់ design មកបាទគឺប្លែកឬក៏ស្អាតកម្រិតណាអញ្ចឹងគឺយើងមានតែរងចាំមើលទាំងអស់គ្នាទេហើយនៅឆ្នាំនេះអាសង2026អាចនឹងចេញ2ជម្រើសបងប្អូនអានឹងបើតាមខ្ញុំលើដំណឹងមកខ្លះដែរបាទ2ជម្រើសហ្នឹងគឺប្រភេទប្រើសោធម្មតាហើយនិងសោ smart key បងប្អូនហើយដំណឹងមួយទៀតបងប្អូនខ្មែរយើងគឺមានការជជែកបែកញែកគ្នាច្រើនមែនទេបងប្អូនថា Honda Dream 2026អាចត្រឡប់មកប្រើប្រាស់បេនសាំងវិញធម្មតាបងប្អូនប៉ុន្តែដំណឹងនេះខ្ញុំគិតថាប្រហែលជាមិនអាចទេបងប្អូនព្រោះដោយសារខាងក្រុមហ៊ុនគឺគាត់បានបញ្ជាក់អញ្ចឹងបងប្អូនថាมันអាចត្រឡប់មកប្រើបេនសាំងវិញទេគឺយើងត្រូវឆ្ពោះទៅមុខគឺប្រើប៊ិចសាំងបងប្អូននិយាយជារួមទៅបងប្អូនគឺរាប់ចាប់ពីអាសង2023ដល់2025បាទទោះ2026ក៏ប្រើប្រព័ន្ធប៊ិចសាំងដែរដែលពាក់ដោយ PGM SI បងប្អូនជួយសន្សំសំចៃប្រេងហើយនិយាយពីចំណុចដែលអាសង2026ដែលលើដំណឹងមកថាចេញពីជំរើសនោះបងប្អូនគឺប្រភេទសោធម្មតាហើយនិងសោ smart key បាទនេះគ្រាន់តែជាដំណឹងដែលយើងនិយាយលើពីបងខ្លះទេយើងអត់ទាន់បញ្ជាក់ថាពិត 100% ទេបងប្អូនអញ្ចឹងខ្ញុំក៏យកដំណឹងនេះចែកជូនបងប្អូនអញ្ចឹងចំពោះអាសង2026ដែលប្រើសោ smart key បងប្អូនគឺកម្មរបស់វាគឺប្រើកម្មបន្ទះបងប្អូនហើយកន្លែងប្រាំងមុខគឺប្រើជាប្រភេទថាហើយចំណែកឯអាសង2026ដែលប្រើសោធម្មតាគឺមានកម្មរេធម្មតាទេបងប្អូនហើយខ្ញុំសូមបញ្ជាក់បងប្អូននេះគ្រាន់តែជាដំណឹងដែលយើងបានលើខ្លះមកទេបាទមិនមែនជាដំណឹងដែលពិត 100% ទេប៉ុន្តែបើសិនជាខាងក្រុមហ៊ុនគាត់ចេញមកពីជំរឿនអញ្ចឹងមែនគឺពិតជាមែនទេបងប្អូនសម្រាប់ខ្ញុំហើយបើសិនជាមានព័ត៌មានអ្វីបន្ថែមខ្ញុំនឹងបញ្ជាក់ក៏ដូចជាអាប់ដេតចែកជូនបងប្អូនឲ្យបានដឹងទាំងអស់គ្នាហើយបងប្អូនកុំភ្លេចជួយចុច like ចុច share ឬក៏ subscribe channel ខ្ញុំអ្នកមួយទៅដើម្បីទទួលបានវីដេអូថ្មីនៅពេលដែលខ្ញុំអាប់ដេតព័ត៌មានទៅបងប្អូនប្រកាសជាបានដឹងមុនគេហើយបាទអញ្ចឹងវីដេអូគឺខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយក៏សូមអរគុណបងប្អូនមែនទែនសម្រាប់ការទស្សនាវីដេអូមួយនេះអញ្ចឹងគឺមានតែប៉ុណ្្នឹងទេបាយបាយជំរាបលា